មិនទៅទូរត់ភ្លើងដែលក្រឡាប់ធ្លាយប្រេងចេញមកក្រៅមិនមែនប្រេងនាំចូលពីថៃទេគឺនាំចូលពីសង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តភៀកបាយ័នកម្ពុជាជុំវិញករណីផ្លូវរថភ្លើងបណ្ដាឲ្យទូរថភ្លើងចំនួន3ទូបានក្រឡាប់ធ្លាយប្រេងចេញមកក្រៅនៅចំណុច PK 191/600 ខ្សែដែកទិសខាងជើងស្ថិតនៅភូមិច្រេះឃុំអូតាប៉ោងស្រុកបាកែងខេត្តពោធិ៍សាត់អ្វីដែលគួរកត់សម្គាល់នោះមានសាធារណជននិងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយនិងអធិប្បាយចោទសួរថាប្រេងដែលដឹកនោះមានប្រភពមកពីណានាំចូលតាមណារបស់ក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាខ្សែរថភ្លើងលេខ6535បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុនសូគីមីប្រភពនាំចូលពីប្រទេសសង្ហបុរីតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយដឹកចេញពីស្ថានីយ៍ភ្នំពេញឆ្ពោះទៅស្ថានីយ៍បឹងព្រឹសខេត្តបាត់ដំបងដើម្បីចែកចាយនៅខេត្តភៀកបាយ័នប្រទេសកម្ពុជាមិនមែនជាប្រេងនាំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននិងការអធិប្បាយដោយគ្មានប្រភពព័ត៌មាននិងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះទេ